ជាបឋមយើងខ្ញុំសូមគោរពជំរាបសួរលោកគ្រូនាយកលោកស្រីនាយិកានិងលោកគ្រូអ្នកគ្រូទាំងអស់ជាទីគោរពជាទីស្រឡាញ់សួស្តីពុកម៉ែបងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាជាទីស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះសនកនិកាជាសិស្សថ្នាក់ទី2កនៃសាលាអន្តរជាតិ UKL ថ្ងៃនេះខ្ញុំនិងមិត្តភ័ក្តិខ្ញុំនិយាយអំពីថ្ងៃ1មិថុនាតើថ្ងៃ1មិថុនាជាថ្ងៃអ្វីថ្ងៃ1មិថុនាគឺជាថ្ងៃទិវាកុមារអន្តរជាតិហើយអ្វីបានជាគេបង្កើតថ្ងៃ1មិថុនានេះឡើយហើយដែលគេបង្កើតទិវាកុមារអន្តរជាតិនេះគឺដើម្បីរំលឹកនៅប្រវត្តិសាស្ត្រនៃរបបពួកហ្វាស៊ីសអ៊ីតាលីដែលបានកាប់សម្លាប់ស្ត្រីនិងកុមារជាច្រើននៅក្នុងភូមិលីឌីសែប្រទេសឆេកូស្លូវ៉ាគីនិងនៅក្នុងភូមិអូរ៉ាដូប្រទេសបារាំងក្នុងឆ្នាំ1942ដល់ឆ្នាំ1944នៃសង្គ្រាមលោកលើកទី2បន្ទាប់ពីឆ្លងការសង្គ្រាមនេះរួចមកកុមារជាច្រើនបានបាត់បង់គ្រួសារនិងរស់នៅក្នុងស្ថានភាពដ៏លំបាកបំផុតដូច្នេះទើបអង្គការនានានៅលើពិភពលោករួបរวมបង្កើតទិវានេះឡើងដើម្បីតបស្កាត់អំពើហិង្សាហើយរក្សាសន្តិភាពពិភពលោកព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេសសិទ្ធិរបស់កុមារមាន4 1សិទ្ធិរស់រានមានជីវិត2សិទ្ធិក្នុងការការពារ3សិទ្ធិក្នុងការអភិវឌ្ឍ4សិទ្ធិក្នុងការចូលរួមសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នា